What do you usually do when you wake up on Sunday? តើអ្នកជាធម្មតាធ្វើអ្វីនៅពេលភ្ញាក់ពីគេងនៅថ្ងៃអាទិត្យ I wake up slowly and enjoy a relaxing morning. ខ្ញុំភ្ញាក់ពីគេងយឺតហើយរីករាយជាមួយពេលព្រឹកដ៏សម្រាកកាយ How do you spend time with your neighbors? តើអ្នកចំណាយពេលជាមួយអ្នកជិតខាងដោយរបៀបណា I greet them and talk when we meet. ខ្ញុំសួរសុខទុក្ខពួកគេហើយនិយាយគ្នាពេលជួប What do you do when you feel very busy? តើអ្នកធ្វើអ្វីនៅពេលអ្នករវល់ខ្លាំង I focus on one task at a time. ខ្ញុំផ្ដោតលើការងារមួយម្ដង How do you organize your daily tasks? តើអ្នករៀបចំកិច្ចការប្រចាំថ្ងៃដោយរបៀបណា I write a to-do list every morning. ខ្ញុំសរសេរបញ្ជីការងារត្រូវធ្វើរាល់ព្រឹក What do you do when you miss someone? តើអ្នកធ្វើអ្វីនៅពេលអ្នកនឹកនរណាម្នាក់ I call them or think about good memories. ខ្ញុំទូរស័ព្ទទៅពួកគេឬគិតអំពីអនុស្សាវរីយ៍ល្អ How do you improve your concentration? តើអ្នកបង្កើនការផ្ដោតអារម្មណ៍ដោយរបៀបណា I work in a quiet place and avoid distractions. ខ្ញុំធ្វើការនៅកន្លែងស្ងប់ស្ងាត់និងជៀសវាងការរំខាន What do you usually do while eating? តើអ្នកជាធម្មតាធ្វើអ្វីពេលកំពុងញ៉ាំអាហារ I enjoy my food and sometimes talk with family. ខ្ញុំរីករាយជាមួយអាហារហើយពេលខ្លះនិយាយជាមួយគ្រួសារ How do you spend your lunch break? តើអ្នកចំណាយពេលសម្រាកថ្ងៃត្រង់ដោយរបៀបណា I eat, rest, and recharge for the afternoon. ខ្ញុំញ៉ាំអាហារសម្រាកហើយបំពេញថាមពលសម្រាប់ពេលរសៀល What do you do when you feel unwell? តើអ្នកធ្វើអ្វីនៅពេលអ្នកមិនស្រួលខ្លួន I take a rest and take care of myself. ខ្ញុំសម្រាកហើយថែរក្សាខ្លួនឯង How do you stay connected with friends? តើអ្នករក្សាទំនាក់ទំនងជាមួយមិត្តភ័ក្តិដោយរបៀបណា I call or message them regularly. ខ្ញុំទូរស័ព្ទឬផ្ញើសារទៅពួកគេជាប្រចាំ What do you do when you make a wrong decision? តើអ្នកធ្វើអ្វីនៅពេលអ្នកសម្រេចចិត្តខុស I accept it and learn from the experience. ខ្ញុំទទួលយកវាហើយរៀនពីបទពិសោធន៍ How do you start learning something new? តើអ្នកចាប់ផ្ដើមរៀនអ្វីថ្មីដោយរបៀបណា I begin with basic information and practice slowly. ខ្ញុំចាប់ផ្ដើមពីព័ត៌មានមូលដ្ឋានហើយអនុវត្តយឺត What do you usually do after taking a shower? តើអ្នកជាធម្មតាធ្វើអ្វីបន្ទាប់ពីងូតទឹក I get dressed and prepare for my day. ខ្ញុំស្លៀកពាក់ហើយរៀបចំសម្រាប់ថ្ងៃរបស់ខ្ញុំ How do you make your home comfortable? តើអ្នកធ្វើឲ្យផ្ទះមានផាសុកភាពដោយរបៀបណា I keep it clean and organized. ខ្ញុំរក្សាវាឲ្យស្អាតនិងមានរបៀបរៀបរយ What do you do when you feel worried? តើអ្នកធ្វើអ្វីនៅពេលអ្នកបារម្ភ I think calmly and look for solutions. ខ្ញុំគិតដោយស្ងប់ស្ងាត់ហើយស្វែងរកដំណោះស្រាយ How do you spend time during holidays? តើអ្នកចំណាយពេលថ្ងៃឈប់សម្រាកដោយរបៀបណា I relax and enjoy time with loved ones. ខ្ញុំសម្រាកនិងរីករាយជាមួយមនុស្សដែលខ្ញុំស្រឡាញ់ What do you do when you feel lonely? តើអ្នកធ្វើអ្វីនៅពេលអ្នកមានអារម្មណ៍ឯកោ I talk to someone or keep myself busy. ខ្ញុំនិយាយជាមួយនរណាម្នាក់ឬរកអ្វីធ្វើឲ្យខ្លួនឯងរវល់ How do you improve your communication skills? តើអ្នកអភិវឌ្ឍជំនាញទំនាក់ទំនងដោយរបៀបណា I practice speaking clearly and listening carefully. ខ្ញុំអនុវត្តការនិយាយឲ្យច្បាស់និងស្ដាប់ដោយយកចិត្តទុកដាក់ What do you usually do before traveling? តើអ្នកជាធម្មតាធ្វើអ្វីមុនពេលធ្វើដំណើរ I prepare my bag and check everything carefully. ខ្ញុំរៀបចំកាបូបហើយពិនិត្យអ្វីដោយប្រុងប្រយ័ត្ន How do you handle unexpected problems? តើអ្នកដោះស្រាយបញ្ហាដែលមិនបានរំពឹងទុកដោយរបៀបណា I stay calm and think of possible solutions. ខ្ញុំនៅស្ងប់ហើយគិតពីដំណោះស្រាយដែលអាចធ្វើបាន What do you do when you feel excited about something? តើអ្នកធ្វើអ្វីនៅពេលអ្នករំភើបចំពោះអ្វីមួយ I feel happy and look forward to it. ខ្ញុំមានអារម្មណ៍សប្បាយហើយរងចាំវាដោយក្តីរំភើប How do you make better decisions? តើអ្នកធ្វើការសម្រេចចិត្តឲ្យបានល្អដោយរបៀបណា I think carefully and consider all options.
ខ្ញុំគិតដោយប្រុងប្រយ័ត្ននិងពិចារណាជម្រើសទាំងអស់ What do you usually do after finishing a meal? តើអ្នកជាធម្មតាធ្វើអ្វីបន្ទាប់ពីញ៉ាំអាហាររួច I clean up and take a short rest. ខ្ញុំសម្អាតហើយសម្រាកមួយភ្លែត How do you keep your mind fresh? តើអ្នករក្សាចិត្តឲ្យស្រស់ស្រាយដោយរបៀបណា I rest well and take breaks. ខ្ញុំគេងឲ្យគ្រប់គ្រាន់និងសម្រាកឲ្យបានល្អ What do you do when you feel pressure? តើអ្នកធ្វើអ្វីនៅពេលអ្នកមានសម្ពាធ I stay calm and focus on priorities. ខ្ញុំនៅស្ងប់ហើយផ្ដោតលើអ្វីដែលសំខាន់ How do you spend time with children? តើអ្នកចំណាយពេលជាមួយកុមារដោយរបៀបណា I talk, play, and help them learn. ខ្ញុំនិយាយលេងហើយជួយពួកគេរៀន What do you do when you face challenges? តើអ្នកធ្វើអ្វីនៅពេលអ្នកជួបបញ្ហាប្រឈម I stay strong and keep trying. ខ្ញុំរឹងមាំហើយបន្តព្យាយាម How do you deal with negative thoughts? តើអ្នកដោះស្រាយគំនិតអវិជ្ជមានដោយរបៀបណា I focus on positive things. ខ្ញុំផ្ដោតលើរឿងវិជ្ជមាន What do you usually do in the early evening? តើអ្នកជាធម្មតាធ្វើអ្វីនៅពេលល្ងាចដំបូង I relax or finish small tasks. ខ្ញុំសម្រាកឬបញ្ចប់ការងារតូច How do you become more productive? តើអ្នកក្លាយជាមនុស្សមានប្រសិទ្ធភាពដោយរបៀបណា I plan well and avoid wasting time. ខ្ញុំរៀបចំផែនការល្អនិងមិនខ្ជះខ្ជាយពេល What do you do when you feel thankful? តើអ្នកធ្វើអ្វីនៅពេលអ្នកមានអារម្មណ៍ដឹងគុណ I express gratitude to others. ខ្ញុំបង្ហាញការដឹងគុណទៅអ្នកដទៃ How do you keep your promises? តើអ្នករក្សាពាក្យសន្យារបស់អ្នកដោយរបៀបណា I stay responsible and do what I say. ខ្ញុំទទួលខុសត្រូវហើយធ្វើតាមអ្វីដែលខ្ញុំបាននិយាយ What do you usually do before an interview? តើអ្នកជាធម្មតាធ្វើអ្វីមុនពេលសម្ភាសន៍ I prepare and practice possible questions. ខ្ញុំរៀបចំនិងអនុវត្តសំណួរដែលអាចសួរ How do you deal with failure? តើអ្នកដោះស្រាយភាពបរាជ័យដោយរបៀបណា I learn from it and move forward. ខ្ញុំរៀនពីវាហើយបន្តទៅមុខ What do you do when you need to think clearly? តើអ្នកធ្វើអ្វីនៅពេលអ្នកត្រូវការគិតឲ្យច្បាស់ I sit quietly and organize my thoughts. ខ្ញុំអង្គុយស្ងប់ហើយរៀបចំគំនិត How do you encourage yourself? តើអ្នកលើកទឹកចិត្តខ្លួនឯងដោយរបៀបណា I remind myself of my progress. ខ្ញុំរំលឹកខ្លួនឯងអំពីការរីកចម្រើនរបស់ខ្ញុំ What do you usually do on quiet mornings? តើអ្នកជាធម្មតាធ្វើអ្វីនៅពេលព្រឹកស្ងប់ស្ងាត់ I enjoy the peaceful atmosphere. ខ្ញុំរីករាយជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ How do you handle misunderstandings? តើអ្នកដោះស្រាយការយល់ច្រឡំដោយរបៀបណា I explain calmly and communicate clearly. ខ្ញុំពន្យល់ដោយស្ងប់ស្ងាត់និងតាក់ទងឲ្យច្បាស់ What do you do when you want to feel peaceful? តើអ្នកធ្វើអ្វីនៅពេលអ្នកចង់មានអារម្មណ៍ស្ងប់ស្ងាត់ I find a quiet place and relax. ខ្ញុំរកកន្លែងស្ងប់ស្ងាត់មួយហើយសម្រាក How do you maintain balance in life? តើអ្នករក្សាតុល្យភាពក្នុងជីវិតដោយរបៀបណា I manage work, rest, and personal time. ខ្ញុំគ្រប់គ្រងការងារការសម្រាកនិងពេលវេលាផ្ទាល់ខ្លួន What do you do when someone supports you? តើអ្នកធ្វើអ្វីនៅពេលមាននរណាម្នាក់គាំទ្រអ្នក I appreciate their kindness. ខ្ញុំដឹងគុណចំពោះភាពសប្បុរសរបស់ពួកគេ How do you stay prepared for challenges? តើអ្នកត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមដោយរបៀបណា I keep learning and improving myself. ខ្ញុំបន្តរៀននិងអភិវឌ្ឍខ្លួនឯង What do you usually do after a long conversation? តើអ្នកជាធម្មតាធ្វើអ្វីបន្ទាប់ពីការសន្និយូរមួយ I think about what we discussed. ខ្ញុំគិតអំពីអ្វីដែលយើងបាននិយាយ How do you handle responsibilities at home? តើអ្នកដោះស្រាយទំនួលខុសត្រូវនៅផ្ទះដោយរបៀបណា I complete them one by one. ខ្ញុំបំពេញវាមួយតាមលំដាប់ What do you do when you need motivation? តើអ្នកធ្វើអ្វីនៅពេលអ្នកត្រូវការកម្លាំងចិត្ត I think about my goals. ខ្ញុំគិតអំពីគោលដៅរបស់ខ្ញុំ
How do you improve your daily habits? តើអ្នកកែលម្អទម្លាប់ប្រចាំថ្ងៃដោយរបៀបណា I make small improvements every day. ខ្ញុំកែលម្អបន្តិចម្ដងរាល់ថ្ងៃ What do you usually do before sleeping at night? តើអ្នកជាធម្មតាធ្វើអ្វីមុនពេលគេងនៅពេលយប់ I relax and prepare for bed. ខ្ញុំសម្រាកហើយរៀបចំខ្លួនសម្រាប់គេង How do you build a positive mindset? តើអ្នកបង្កើតផ្នត់គំនិតវិជ្ជមានដោយរបៀបណា I practice gratitude and positive thinking. ខ្ញុំអនុវត្តការដឹងគុណនិងការគិតវិជ្ជមាន What do you do when life feels difficult? តើអ្នកធ្វើអ្វីនៅពេលជីវិតមានអារម្មណ៍ថាពិបាក I stay patient and keep moving forward. ខ្ញុំអត់ធ្មត់ហើយបន្តដើរទៅមុខ How do you continue growing as a person? តើអ្នកបន្តអភិវឌ្ឍខ្លួនជាមនុស្សម្នាក់ដោយរបៀបណា I keep learning from life and experience. ខ្ញុំបន្តរៀនពីជីវិតនិងបទពិសោធន៍